អំឡុងពេលប្រទេសកំពុងតែមានចំនួនព្រំដែនរវាងកម្ពុជានិងប្រទេសចៅសៀមខ្ញុំជឿថាអ្នកនរគ្នាច្រើនខ្លាំងមែនទែនសុទ្ធតែអត់មានអារម្មណ៍ក្នុងការធ្វើការអត់មានអារម្មណ៍ក្នុងការរៀនសូត្រអត់មានអារម្មណ៍ផ្ដោតលើការងារលក់ដូររបស់ខ្លួនឯងជាដើមខ្ញុំជឿថាអញ្ចឹងសូម្បីតែខ្ញុំក៏ខ្ញុំមានអារម្មណ៍អញ្ចឹងដូចគ្នា Hello សួស្តីអ្នកនរគ្នាខ្ញុំបាទខនប្រុសហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងនឹងមកនិយាយអំពីបញ្ហាទាំងអស់ហ្នឹងដែលយើងកំពុងតែអត់មានអារម្មណ៍ក្នុងការធ្វើអីបច្ចុប្បន្នហ្នឹងអញ្ចឹងជាក់ស្ដែងខ្ញុំមកធ្វើវីដេអូនេះឡើងគឺខ្ញុំចង់និយាយអំពីបញ្ហាមួយដែលខ្ញុំឃើញបងប្រុសម្នាក់គឺគាត់បានផុសថាគេខមមិនថាឲ្យគាត់ពេលដែលមានបញ្ហាសង្គ្រាមអញ្ចឹងអត់ឈប់លក់ដូរទៅអីហើយគាត់ក៏បានតបអីចឹងទៅអញ្ចឹងពេលដែលខ្ញុំបានឃើញវីដេអូមួយហ្នឹងបើសិនជាអ្នកនរគ្នាគិតថាពេលប្រទេសដែលកំពុងតែមានសង្គ្រាមអញ្ចឹងយើងលែងធ្វើការងារយើងលែងរៀនសូត្រយើងលែងលក់ដូរអីអញ្ចឹងអានេះគឺវាខាត់បងខ្លាំងមែនទែនលក្ខណៈថាប្រទេសរបស់យើងកំពុងតែមានសង្គ្រាមអញ្ចឹងកំពុងតែត្រូវការស្បៀងខ្លាំងមែនទែនហើយបើសិនជាយើងអត់គិតពីសេដ្ឋកិច្ចរបស់ខ្លួនឯងយើងអត់ខំផ្ដោតលើការងារយើងឈប់ធ្វើការយកមានអារម្មណ៍ធ្វើការអញ្ចឹងលក្ខណៈហ្នឹងយើងក្នុងនាមពួកយើងជាកូនខ្មែរទាំងអស់គ្នាខ្ញុំជឿថាអ្នកណាក៏អត់មានអារម្មណ៍ក្នុងការធ្វើដែរប៉ុន្តែយើងត្រូវតែបង្ខំចិត្តធ្វើព្រោះបើយើងអត់ធ្វើជីវិតរបស់យើងសពថ្ងៃអ្នកនរគ្នាដឹងស្រាប់ហើយថាពួកយើងត្រូវការញ៉ាំបាយអីអញ្ចឹងបើសិនជាយើងអត់ធ្វើការយើងបានឲ្យគេញ៉ាំបាយយើងបានលុយណាទិញបាយញ៉ាំយើងបានអីគ្រប់គ្រងត្រូវត្រង់សេដ្ឋកិច្ចរបស់យើងអីចឹងទៅទាំងគ្រួសាររបស់យើងសំបីកុំថាយើងជួយតែប្រទេសជាតិអត់បានសូម្បីតែគ្រួសាររបស់យើងក៏យើងជួយអត់បានដែរហើយសម្រាប់សិស្សប្អូនដែលនៅរៀនអ្នករៀនត្រៀមប្រឡងបាក់ឌុបយើងខិតខំប្រឹងប្រែងរៀនសូត្រត្រៀមប្រឡងបាក់ឌុបបងប្អូនដែលនៅរៀនថ្នាក់ក្រោមប្រឹងប្រែងរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរីកចម្រើនដើម្បីជាតសទ្រង់សម្រាប់ប្រទេសជាតិរបស់យើងនៅថ្ងៃក្រោយហើយបើយើងគិតថាពេលដែលប្រទេសកំពុងតែមានសង្គ្រាមអញ្ចឹងយើងអត់ធ្វើអីទាំងអស់អានឹងគឺជាការខុសហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាកុំគិតកុំឃើញគេផុសវីដេអូលក់ដូរអីអញ្ចឹងយើងកុំទៅខមមិនថាឲ្យគេអត់គិតពីប្រទេសជាតិអីតាមពិតប្រទេសជាតិគេគិតអីប៉ុន្តែសេដ្ឋកិច្ចក៏ត្រូវតែគិតដែរអញ្ចឹងបញ្ហាទាំងអស់ហ្នឹងហើយដែលខ្ញុំបង្កើតវីដេអូនេះឡើងមកហើយវីដេអូមួយហ្នឹងគឺខ្ញុំចង់និយាយតែប៉ុណ្្នឹងទេដែលតាក់ទងនឹងបញ្ហាដែលយើងកំពុងតែជួបឥឡូវហ្នឹងគឺយើងមិនត្រូវឈប់រៀនយើងមិនត្រូវលែងធ្វើការខ្ញុំគ្មានអារម្មណ៍ធ្វើការខ្ញុំគ្មានអារម្មណ៍រៀនសូត្រទេខ្ញុំគ្មានអារម្មណ៍លក់ដូរអីទាំងអស់បញ្ហាទាំងអស់ហ្នឹងគឺខ្ញុំអត់មានអារម្មណ៍អីទេគឺខ្ញុំគិតពីប្រទេសជាតិត្រូវអីអ្នកគ្នាពេលដែលយើងគិតពីប្រទេសជាតិរបស់យើងគឺអត់មានអីខុសទេប៉ុន្តែយើងគិតពីប្រទេសជាតិហើយយើងក៏ត្រូវអភិវឌ្ឍខ្លួនឯងដូចគ្នាអភិវឌ្ឍតាមការរៀនសូត្រអ្នករៀនប្រឹងរៀនអ្នកធ្វើការប្រឹងធ្វើការអ្នកលក់ដូរប្រឹងលក់ដូរអញ្ចឹងដើម្បីឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនទៀតយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រខំប្រឹងលក់ដូរខំប្រឹងធ្វើការហ្នឹងឯងដើម្បីយកលុយមានអីដើម្បីទិញស្បៀងទិញអីដើម្បីផ្គត់ផ្គង់បងកងទ័ពឬក៏ជនភៀសសក្តិដែលគាត់ភៀសចេញពីទីលំនៅរបស់គាត់បច្ចុប្បន្នអីចឹងទៅអញ្ចឹងគោលបំណងដែលខ្ញុំបានបង្កើតវីដេអូនេះឡើងគឺអត់មានចង់និយាយអីទៅអ្នកណាគេទេខ្ញុំគ្រាន់តែចង់និយាយថាគឺខ្ញុំមានគោលបំណងទៅប៉ុណ្្នឹងទេអញ្ចឹងអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយជូនពរអ្នកនរគ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងឯងបាយបាយ